លុបឈ្មោះសិស្សចោលបាទដកបេក្ខភាពសិស្សមិនឲ្យប្រឡងបាទហ្នឹងហើយអឺមសម្រាប់ខ្ញុំជាទស្សនៈរបស់ខ្ញុំបាទសូមគោរពស្នើសុំលោកគ្រូអ្នកគ្រូក៏ដូចជាថ្នាក់អឺគ្រប់គ្រងថ្នាក់ដឹកនាំសាលាបាទគណៈគ្រប់គ្រងសាលាបាទជួយពិនិត្យលទ្ធភាពឲ្យពួកគាត់បានមានឱកាសបាទប្រឡងរៀនសូត្របាទបានរៀនសូត្រជាពិសេសបានប្រឡងបាទជាពិសេសគឺប្រឡងសញ្ញាបត្របាទបាក់ឌុបបាទមធ្យមសិក្សាទុតិយភូមិបាទអឺមពីព្រោះថាឪពុកម្ដាយបាទឪពុកម្ដាយរបស់សិស្សសានុសិស្សគាត់ផ្ដល់ឱកាសឲ្យគាត់រៀនបាទតាំងពីថ្នាក់បតីបាទថ្នាក់ទី1ឬបឋមអញ្ចឹងណារហូតបាទ11 12ឆ្នាំបាទហើយបែរជាលទ្ធផលចុងក្រោយបែរជាអត់មានឈ្មោះរៀនសូត្រអត់មានឈ្មោះប្រឡងបាក់ឌុបបៀបហាចែវទូកបងប្អូនខំចែវទូកតាំងពីដើមទលេណាបាទពីដើមទីរហូតដល់ចិត្តដល់ទីអីបាទបែរជាទូកខូចឬក៏លិចឬអីចឹងណាយើងពិតជាមានអារម្មណ៍ថាសោកស្ដាយមែនទែនបងប្អូនបាទទាំងគេទាំងយើងបាទជាពិសេសឪពុកម្ដាយបាទដែលជាណាព្យាបាលបាទដែលជាកូនចៅគាត់ផ្ទាល់បាទអារម្មណ៍គាត់នឹងយ៉ាងណាណីបងប្អូនបាទឧទាហរណ៍ដូចយើងធ្វើអីក៏ដោយយើងព្យាយាមធ្វើចិត្តជោគជ័យហើយហ្នឹងណាបាទចិត្តដល់គោលដៅហើយបើជាបរាជ័យគឺយើងពិបាកទទួលយកបងប្អូនបាទអូខេអញ្ចឹងសូមលោកគ្រូបាទគណៈគ្រប់គ្រងសាលាជួយពិនិត្យមើលបាទបើសិនបើក្មេងហ្នឹងបាទសិស្សហ្នឹងគាត់បាទឧទាហរណ៍គាត់ខ្សែបគ្រឿងញៀនបាទជួញដូរគ្រឿងញៀនបាទវាយកាប់ចាក់គ្នាបាទប្រព្រឹត្តបទល្មើសដែលថាมันអាចអនុគ្រោះឲ្យបងប្អូនបាទបង្ករឿងរ៉ាវលេចកើតបងជើងបាទខ្លាំងមានថាលក្ខណៈថាមើលទៅដូចថាពិបាកអប់រំណែនាំកែតម្រូវមានថាគាត់ធ្វើស្អីដែលថាវាបំពេញខ្លាំងពេកវាខុសខ្លាំងពេកអាហ្នឹងគេខ្ញុំសូមគោរពគាំទ្រឲ្យដកឲ្យលុបឈ្មោះចោលឬក៏ដកបេក្ខភាពទេណាបាទតែបើសិនមកក្មេងៗគាត់មើមអីឈប់អីលេចកើតបងជើងខ្លះមួយចំនួនណាបាទមើមយើងដល់ឱកាសគាត់ទៅបាទផ្ដល់គាត់ដល់ឱកាសគាត់បានរៀនសូត្រឲ្យបានប្រឡងបានអីទៅបាទព្រោះចិត្តដល់គោលដៅបងប្អូនហើយយើងផ្ដល់ឱកាសគាត់ប្រឡងគាត់ប្រឡងជាប់ក៏ជាប់ធ្លាក់ក៏ធ្លាក់ជារឿងរបស់គាត់ទៅបាទហ្នឹងព្រោះចិត្តដល់គោលដៅហើយបាទខ្ញុំនិយាយនេះមិនកាន់ជើងមិនការពារក្មេងបាទសិស្សសានុសិស្សដែលខូចខលទេខ្ញុំអត់ទេបាទខ្ញុំអត់ទេដូចនិយាយគឺពិនិត្យមើលថាតើក្មេងហ្នឹងគាត់ជាប់ពាក់ព័ន្ធគ្រឿងញៀនអីជួញដូរឬក៏សែបអីឬក៏ធ្វើទង្វើដែលមិនល្អអីខ្លាំងដែលហាលក្ខណៈបទល្មើសធ្ងន់ធ្ងរมันអាចអនុគ្រោះឲ្យបងប្អូនបាទខ្ញុំដឹងថាសាលាបាទគ្រួសារយើងមានវិន័យសាលាមានវិន័យប្រទេសមានច្បាប់មានវិន័យណាប៉ុន្តែច្បាប់ហ្នឹងបើយើងអាចអត់អោនបានបាទយើងគួរតែអត់អោនអធិស្ឋានទៅបាទពីព្រោះថាសាលារៀនបាទសាលារៀនគឺជាកន្លែងអប់រំបាទកន្លែងផលិតធនធានមនុស្សបាទអញ្ចឹងល្មមយើងផ្ដល់ឱកាសឲ្យគាត់ទៅបាទពីព្រោះក្មេងៗខ្ញុំគិតថាក្មេងៗត្រឹមបាក់ឌុបបាទពីបឋមរហូតដល់វិទ្យាល័យចុះក្រោមខ្ញុំគិតថាគាត់អត់សូវតន់ចេះគិតអីទេបាទខ្ញុំជឿជាក់ថាអញ្ចឹងបានគេចាត់ទុកថាក្មេងអាយុក្រោម18ចាត់ទុកជាកុមារបងប្អូនបាទហ្នឹងហើយអញ្ចឹងខ្ញុំដឹងថាគាត់អត់សូវចេះគិតប៉ុន្មានទេបាទហ្នឹងហើយភាគច្រើនទាំងគេទាំងខ្ញុំណាបាទការខ្ញុំនៅរៀនក៏អញ្ចឹងដែរនៅក្រោមត្រឹមថ្នាក់ទី12ជាក្រោមដូចជាគ្មានដឹងស្អីទេតោះឡើយយើងយូរទៅយើងរៀនចាស់បន្តិចទៅខ្ទង់20ជាងបន្តិចនឹងចាប់ដើមយើងគិតគូរអីបានរៀនវែងឆ្ងាយបាទហ្នឹងហើយអញ្ចឹងខ្ញុំនិយាយដដែលអញ្ចឹងខ្ញុំអត់កាន់ជើងខ្ញុំអត់គាំទ្រសិស្សខូចខលអីទេបាទប៉ុន្តែគាត់ថាសំណពើហើយសំណពើទៀតសម្រាប់លោកគ្រូអ្នកគ្រូបាទដល់លោកគ្រូអ្នកគ្រូក៏ដូចជាគណៈគ្រប់គ្រងសាលាមិនថាសាលាកសាលាខសាលាណាទេបាទយើងបណ្ឌិតមើលលទ្ធភាពទៅបើសិនមកផ្ដល់ឱកាសឲ្យគាត់បានល្អព្រោះថាគ្នាក្មេងបាទគ្នាក្មេងបាទហើយកន្លែងយើងកន្លែងអប់រំកន្លែង
ផលិតធនធានមនុស្សបាទបើសិនបើយើងបញ្ចប់គាត់មិនឲ្យគាត់ប្រឡងមិនឲ្យគាត់រៀនមានថាពេលខ្លះគាត់អាចទៅធ្វើរឿងអីផ្សេងកាន់តែយ៉ាប់ថែមទៀតបងប្អូនបាទហ្នឹងហើយតែបើសិនបើគាត់ប្រឡងអាចបានប្រឡងបាក់ឌុបជាប់ធ្លាក់អាចគាត់បន្តការសិក្សាទៀតអនាគតរបស់គាត់នេះតែបើសិនបើយើងឈប់ហើយជាភាគរយច្រើនគឺគាត់ឈប់រៀនមកឈប់រៀនគឺពិបាកបាទអញ្ចឹងសរុបសេចក្តីមកគឺខ្ញុំមិនគ្រប់គ្រងចំពោះក្មេងៗដែលធ្វើទង្វើអាក្រក់ឬក៏កិច្ចសាលាឬអីទេខ្ញុំអត់ទេបាទបាទហ្នឹងហើយគាត់ថាយើងពិនិត្យមើលថាបើសិនបើក្មេងនឹងគាត់ខុសធ្ងន់ខុសរឿងច្បាប់បាទដែលសង្គមខ្លាំងធ្ងន់អាហ្នឹងក៏ខ្ញុំមិនសំណូមពរឲ្យលោកគ្រូក៏ដូចជាគណៈគ្រប់គ្រងសាលាពិនិត្យសត្ថភាពឲ្យដែរប៉ុន្តែសិនបើល្មមយើងផ្ដល់ឱកាសគាត់ទៅបាទហ្នឹងហើយអញ្ចឹងមានប៉ុណ្ណឹងបងប្អូនអរគុណបាទខុសត្រូវអធិស្ឋានអរគុណជម្រាបលាបាទ